បាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះខ្ញុំបានត្រឡប់មកជួបលោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាជាថ្មីម្ដងទៀតហើយនៅក្នុង Channel អ៊ុតឡាតិចនីខលបាទតើសុខសប្បាយជាទេបាទហើយនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកចំណេះដឹងថ្មីមួយទៀតនៅក្នុងកម្មវិធី Telegram គឺជារបៀបដាក់មុខងារក្នុងក្រុម Telegramបាទហើយដើម្បីយើងធ្វើការដាក់មុខងារនៅក្នុងក្រុម Telegram របស់យើងបានតើយើងត្រូវធ្វើដូចម្ដេចដូច្នេះដើម្បីចូលទៅដល់ការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាវីដេអូរបស់ខ្ញុំថ្មីសូមជួយចុច Like ចុច Subscribe ព្រមទាំងចុចបើករូបកណ្ដឹងដល់ Channel ខ្ញុំបាទដើម្បីខ្ញុំអាប់ឡូតវីដេអូថ្មីដែលជាវីដេអូផ្ដល់នូវចំណេះដឹងនៅថ្ងៃខាងមុខបានបង្ហាញចែកជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបានឃើញមុនគេបាទហើយវីដេអូមួយនេះផងដែរគឺជាការបង្ហាញជូនទៅដល់បងម្នាក់ដែលបានធ្វើការ comment សាកសួរនៅលើវីដេអូ YouTube របស់ខ្ញុំបាទហើយខ្ញុំសូមចូលទៅក្នុង YouTube ដើម្បីមើល comment របស់គាត់បាទខ្ញុំសូមចូលទៅកន្លែងរូប profile របស់ខ្ញុំនៅខាងក្រោមហើយគាត់បានធ្វើការសាកសួរនៅក្នុងវីដេអូមួយនេះគឺរបៀបបិទនិងបើកសារក្នុង context Telegram បាទហើយខ្ញុំសូមចូលទៅក្នុងវីដេអូនេះបាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទខ្ញុំសូមធ្វើការ stop វីដេអូហើយខ្ញុំចូលទៅកន្លែង comment នៅខាងក្រោមនេះបាទហើយបន្ទាប់មកខ្ញុំចូលទៅមើល profile របស់គាត់បាទគាត់ឈ្មោះថា Boy Sin បាទហើយខ្ញុំចូលទៅអាន comment របស់គាត់បានសាកសួរថាម៉េចខ្ញុំអត់ឃើញចឹង admin បាទហើយគាត់ចង់បញ្ជាក់ថាម៉េចគាត់អត់ឃើញពាក្យថា admin នៅក្នុងក្រុម Telegram បាទហើយខ្ញុំនឹងលើកយកវីដេអូមួយនេះដើម្បីបង្ហាញជូនដល់បងហើយនឹងលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទហើយខ្ញុំសូមឲ្យមេដាយគាត់មួយបាទបន្ទាប់មកខ្ញុំឲ្យរូបបេះដូងមួយទៀតរួចហើយខ្ញុំចូលទៅក្នុងកម្មវិធី Telegram បាទខ្ញុំចូលទៅក្នុងកម្មវិធី Telegram នេះបាទហើយខ្ញុំសូមលើកយកនៅក្រុម Telegram មួយយកមកបង្ហាញជូនគឺក្រុមឈ្មោះថាក្រុមមេរៀន Telegram នេះបាទហើយខ្ញុំសូមចូលទៅខាងក្នុងហើយខ្ញុំគឺជាម្ចាស់ក្រុមនៃ Telegram ឈ្មោះថាក្រុមមេរៀន Telegram នេះហើយខ្ញុំចូលទៅកន្លែងរូប logo របស់ក្រុមបាទហើយនៅក្នុងនេះគឺជាម្ចាស់ក្រុមនិងសមាជិកបាទគឺយើងឃើញតែពាក្យថា owner គឺបានន័យថាជាម្ចាស់បាទហើយខាងក្រោមនេះគឺអត់មានពាក្យថា admin ទេគឺបានន័យថានៅក្នុងក្រុមនេះមានតែម្ចាស់ម្នាក់ហើយខាងក្រោមនេះគឺជាសមាជិកទាំងអស់បាទនេះគឺជាចំណុចទី1ដែលនៅក្នុងក្រុម Telegram យើងមិនឃើញពាក្យ admin នោះបាទហើយនៅក្នុងចំណុចមួយទៀតប្រសិនជានៅក្នុងក្រុម Telegram នេះមាន admin ដែរប៉ុន្តែគណនី Telegram របស់យើងគឺយើងបានប្ដូរទៅជាភាសាខ្មែរគឺនៅកន្លែងពាក្យថា admin នេះគឺនឹងប្ដូរឈ្មោះទៅជាមេក្រុមវិញបាទហើយខ្ញុំសូមធ្វើការបង្ហាញនៅចំណុចទី2បន្ទាប់ទៀតនេះបាទហើយនៅពេលនេះខ្ញុំសូមធ្វើការដំឡើងនៅឈ្មោះគណនី Telegram របស់ខ្ញុំមួយឈ្មោះថា Latic Nicole នេះឲ្យคล้ายទៅជា admin នៅក្នុងក្រុមនេះហើយធ្វើការបដូរគណនីខ្ញុំឲ្យទៅជាភាសាខ្មែរបាទហើយខ្ញុំសូមចូលទៅកន្លែងរូបខ្មៅដៃនេះបាទហើយបន្ទាប់មកទៀតខ្ញុំសូមអស់មកខាងក្រោមនេះគឺចូលទៅកន្លែងពាក្យថា administrator នេះបាទហើយខ្ញុំចូលទៅកន្លែងពាក្យថា admin នេះបាទរួចហើយខ្ញុំសូមធ្វើការជ្រើសរើសយកគណនី Telegram របស់ខ្ញុំឈ្មោះថា Latic Nicole នេះហើយនៅខាងក្រោមនេះគឺយើងធ្វើការបើកឲ្យចេញពណ៌ខៀវទាំងអស់បាទហើយបន្ទាប់មកគឺយើងត្រូវចុចនៅកន្លែងសញ្ញា tick នៅខាងលើនេះ
បាទរួចហើយយើងចេញមកខាងក្រៅបាទរួចហើយខ្ញុំចុចកន្លែងសញ្ញា tick នេះម្ដងទៀតបាទហើយខ្ញុំចេញមកខាងក្រៅបាទហើយខ្ញុំសូមបដូរនៅគណនី Telegram នេះឲ្យคล้ายទៅជាភាសាខ្មែរវិញបាទដល់ខ្ញុំចូលទៅកន្លែងសញ្ញាត្រេ3នេះបាទហើយខ្ញុំចូលទៅកន្លែង setting កន្លែងមានរូបដូចជាកងចក្រនេះបាទហើយខ្ញុំអូសឡើងទៅលើបន្តិចគឺកន្លែងពាក្យថា language នេះបាទយើងចូលទៅខាងក្នុងហើយយើងបដូរទៅភាសាខ្មែរនៅខាងលើនេះបាទនេះគឺខ្ញុំបានធ្វើការបដូរទៅជាភាសាខ្មែរនៅក្នុងគណនី Telegram របស់ខ្ញុំនេះបាទហើយខ្ញុំសូមចេញមកខាងក្រៅដើម្បីចូលទៅក្នុងក្រុមឈ្មោះថាក្រុមមេរៀន Telegram នេះបាទហើយខ្ញុំសូមចូលទៅខាងក្នុងរួចហើយខ្ញុំចូលទៅកន្លែងរូប logo របស់ក្រុមហើយខ្ញុំក្រឡេកមើលខាងក្រោមនេះគឺឃើញពាក្យថាមេក្រុមកន្លែងដែលខ្ញុំបានធ្វើការដំឡើងគណនី Telegram របស់ខ្ញុំឈ្មោះថា Technical ឲ្យคล้ายទៅជា admin នេះគឺឃើញពាក្យថាមេក្រុមវិញបាទគឺមិនឃើញពាក្យថា admin គឺដោយសារនៅក្នុងគណនី Telegram នេះយើងធ្វើការបដូរទៅជាភាសាខ្មែរបាទហើយដើម្បីយើងចង់ឲ្យគណនី Telegram របស់ខ្ញុំឈ្មោះថា Technical នេះឲ្យកន្លែងពាក្យថាមេក្រុមនេះคล้ายទៅជាពាក្យថា admin វិញគឺយើងធ្វើការបដូរគណនី Telegram របស់យើងឲ្យคล้ายទៅជាភាសាអង់គ្លេសវិញបាទហើយខ្ញុំសូមចូលទៅកន្លែងសញ្ញាត្រេ3បាទបន្ទាប់មកខ្ញុំចូលទៅកន្លែងការកំណត់នេះគឺកន្លែង setting បាទរួចហើយខ្ញុំសូមធ្វើការអូសឡើងទៅលើបន្តិចខ្ញុំចូលទៅកន្លែងពាក្យថា language នេះបាទហើយខ្ញុំសូមបដូរមកជាភាសាអង់គ្លេសវិញបាទខ្ញុំបានបដូរជាភាសាអង់គ្លេសហើយខ្ញុំសូមចេញមកខាងក្រៅវិញរួចហើយខ្ញុំចូលមកក្នុងក្រុម Telegram នេះវិញដដែលបាទបន្ទាប់មកខ្ញុំចូលទៅកន្លែងរូប logo របស់ក្រុមបាទហើយនៅខាងក្រោមនេះគឺគណនី Telegram របស់ខ្ញុំឈ្មោះថា Technical នេះដូរមកពាក្យថា admin វិញហើយបាទហើយនេះគឺជាការបង្ហាញរបស់ខ្ញុំបាទអំពីរបៀបដាក់មុខងារក្នុងក្រុម Telegram បាទហើយប្រសិនជាបងហើយនឹងលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នានៅមានចម្ងល់នៅក្នុងការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមបងហើយនឹងលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាធ្វើការខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំបាទនឹងឆ្លើយជូនបងប្អូនទាំងអស់គ្នាបាទហើយនៅខាងក្រោមវីដេអូរបស់ខ្ញុំបាទនេះគឺមានវីដេអូជាច្រើនទៀតដែលជាវីដេអូផ្ដល់នៅចំណេះដឹងបន្ថែមទៀតបាទហើយនៅថ្ងៃខាងមុខខ្ញុំនឹងលើកយកវីដេអូថ្មីសម្រាប់លើកយកមកបង្ហាញបន្ថែមទៀតបាទហើយនៅពេលនេះការបង្ហាញរបស់ខ្ញុំបាទបានចូលមកដល់ទីបញ្ចប់បាទសូមអរគុណហើយនឹងសូមជម្រាបលា